ឥន្ទ្រីស្រកត់ស្រគំអាចធ្វើមនុស្សមិច្ឆាទិដ្ឋិឲ្យជ្រះថ្លាបានរឿងអសោកមហារាជក្នុងសម័យកាលព្រះបាទពន្ទុសាដែលជាបរិជ្ជបិតារបស់ព្រះបាទអសោកដែលគ្រងរាជ្យនៅក្នុងនគរបត្តលីបុត្រហើយព្រះបាទពន្ទុសានឹងគឺគាត់ព្រះរាជាអង្គនឹងជ្រះថ្លានឹងពួកព្រាហ្មណ៍មិច្ឆាទិដ្ឋិរហូតដល់ 60000 ព្រាហ្មណ៍មិនត្រឹមប៉ុណ្ណោះអញ្ជើញពួកព្រាហ្មណ៍ទាំង 60000 រូបនឹងមកឆាន់នៅក្នុងព្រះនគរនឹងរឿយពេលដែលព្រះបាទអសោកបានឡើងគ្រងរាជ្យតអំពីព្រះរាជបិតានឹងក៏ធ្វើតាមដំណំរបស់ព្រះបិតានឹងដែរតែងតែនិមន្តពួកព្រាហ្មណ៍នឹងមកឆាន់នៅក្នុងរាជវាំងនឹងរឿយសម័យថ្ងៃមួយព្រះបាទអសោកដែលជាអ្នកមានសទ្ធាជ្រះថ្លាទៅនៅក្នុងពួកព្រាហ្មណ៍ទាំងអស់ហ្នឹងទៅតាមបិតារបស់ខ្លួនហ្នឹងប៉ុន្តែមនុស្សដែលមានឧបនិស្ស័យល្អមនុស្សដែលមានការយល់ត្រូវល្អហ្នឹងសម័យថ្ងៃមួយហ្នឹងព្រះបាទអសោកមហារាជហ្នឹងក៏ឃើញពួកព្រាហ្មណ៍ទាំងឡាយហ្នឹងទទួលចង្ហាន់របស់ខ្លួនហើយបរិភោគមិនសង្រួមអ្នកខ្លះមានអាកប្បកិរិយាមិនគួរជាទីជ្រះថ្លាចឹងព្រះបាទអសោកក៏ឃើញអាការៈនឹងហើយឡើងទៅលើព្រះនគរគិតនៅក្នុងព្រះតីថាទានដែលយើងបានថ្វាយដល់ពួកព្រាហ្មណ៍ទាំងអស់នេះអស់ច្រើនសែនកោដតែពួកព្រាហ្មណ៍ទាំងអស់នេះមានអាកប្បកិរិយានឹងមិនគួរជាទីជ្រះថ្លាសោះមិនសមជាអ្នកទទួលផលនៃទានរបស់ខ្លួនទេកំពុងតែមានសេចក្តីត្រេះរិះយ៉ាងហ្នឹងស្រាប់តែនិក្រូធសាមណេរដែលមានបច្ចុប្បន្នត្រឹមតែ7ឆ្នាំប៉ុន្តែលោកជាព្រះអរហន្តហើយលោកត្រូវមានកិច្ចនិមន្តដើរកាត់តាមក្រុងតាមនគរបត្តលីបុត្រហ្នឹងពេលនោះព្រះរាជាដែលនៅលើព្រះរាជវាំងហ្នឹងមើលតាមបង្អួចមកឃើញសាមណេរដែលជាសាមណៈនឹងមានសភាពខុសពីជនទាំងឡាយទាំងពួងដំណើរដើរអាកប្បកិរិយាការអោនមុខចុះការសង្រួមរបស់និក្រូធសាមណេរនឹងគឺថាធ្វើឲ្យព្រះអង្គជ្រះថ្លាមែនទែនពួកនិក្រូធសាមណេរនឹងជាព្រះអរហន្តមិនត្រឹមប៉ុណ្ណឹងទេព្រះរាជាអសោកនឹងឃើញអញ្ចឹងហើយក៏មានបតីចង់ជួបនិក្រូធសាមណេរក៏ឲ្យរាជាបរោះទៅនិមន្តនិក្រូធសាមណេរនឹងមកកាន់ព្រះរាជវាំងរបស់ខ្លួននឹងនិក្រូធសាមណេរមកដល់ហើយការគង់ការមានថេរវាចាមានសម្ដីសម្ដែសម្ដៅនឹងគឺថាគួរជាទីជ្រះថ្លាសុគតសុគមល្អអញ្ចឹងព្រះបាទអសោកមិនដែលបានឃើញពីមុនមកហើយក៏មានសេចក្តីជ្រះថ្លាក្រៃលែងក៏ឲ្យគេចាត់ចែងអាហារដ៏វិសេសប្រគេនដល់សាមណេរប្រគេនរួចហើយព្រះបាទអសោកនឹងក៏ចង់ស្ដាប់ធម៌ចង់ឲ្យសាមណេរអាយុ7ឆ្នាំនឹងសម្ដែងធម៌ឲ្យស្ដាប់ហើយសាមណេរក៏សម្ដែងជាពុទ្ធភាសិតដែលមានបទបាលីថាអបមាតោអមតាំងបទាំងបមាតោមច្ចណោបទាំងអបមាតានមេយន្តិយេបមាតាយថាមតាដែលមានសេចក្តីប្រែថាសេចក្តីមិនប្រមាទជាផ្លូវនៃអមតៈសេចក្តីប្រមាទជាផ្លូវនៃមច្ចុអ្នកណាប្រមាទឈ្មោះថាស្លាប់អ្នកណាមិនប្រមាទទុកដូចជាមិនស្លាប់សាមណេរពោលយ៉ាងហ្នឹងហើយក៏ព្រះបាទអសោកស្ដាប់ធម្មទេសនារបស់សាមណេរហើយក៏កាន់តែជ្រះថ្លាក្រៃលែងក្នុងពុទ្ធសាសនាមិនត្រឹមតែប៉ុណ្ណោះសូមអរតនាសាមណេរនឹងមកកាន់ព្រះរាជវាំងរាល់ពេលខ្លួននឹងទំនប់បំរុងនិក្រូធសាមណេរនឹងមិនត្រឹមប៉ុណ្ណោះព្រះរាជាបានអរតនាភិក្ខុសង្ឃនឹងច្រើនអង្គដើម្បីមកទទួលចង្ហាន់ក្នុងរាជវាំងរបស់ខ្លួននឹងហើយព្រះបាទអសោកនឹងឯងតាមប្រវត្តិនានាដែលយើងសិក្សាទៅឃើញថាព្រះបាទអសោកនឹងលោកមានប្រវត្តិតាំងពីដើមមកដូចជាក្នុងតាមស្ថានទីដែលយើងទៅថ្វាយបង្គំនៅក្នុងពុទ្ធស្ថានដូចជាពុទ្ធគយាកន្លែងព្រះអង្គត្រាស់ដឹងកន្លែងព្រះអង្គប្រសូតព្រះបាទអសោកនឹងជ្រះថ្លាទៅនៅក្នុងពុទ្ធសាសនាចំណាយរាជសម្បត្តិរបស់ព្រះអង្គនឹងធ្វើជាសសរស្ដំ
ដើម្បីតំណាងទុកថាកន្លែងនេះជាព្រះអរហន្តបានកន្លែងនេះព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងកន្លែងនេះព្រះអង្គបរិនិព្វានកន្លែងនេះព្រះអង្គប្រសូតកន្លែងនេះព្រះអង្គសម្ដែងធម្មចក្រអញ្ចឹងព្រះបាទអសោកនឹងចំណាយបរិជ្ជសម្បត្តិរបស់ព្រះអង្គធ្វើសសរស្ដំនឹងដើម្បីតំណាងទុកឲ្យជនជាខាងក្រោយមកដឹងថាកន្លែងនឹងជាកន្លែងដែលព្រះអង្គធ្លាប់ត្រាស់ដឹងកន្លែងព្រះអង្គបរិនិព្វានកន្លែងព្រះអង្គប្រសូតដោយសារតែព្រះបាទអសោកនឹងដែរអញ្ចឹងការធ្វើសសរស្ដំតំណាងកន្លែងដែលព្រះអង្គត្រាស់ដឹងមួយហ្នឹងគឺមានការចង្អុលបង្ហាញពីព្រះអរហន្តដែរហើយព្រះអរហន្តអង្គហ្នឹងគឺលោកមានដំណរតាំងពីគ្រូលោកមករហូតហើយបរិជាមិនត្រឹមប៉ុណ្ណោះទេព្រះអង្គចំណាយរាជសម្បត្តិផ្សេងទំនប់បំរុងព្រះពុទ្ធសាសនាហើយព្រះអង្គតែងតែស្ដាប់ឱវាទរបស់ប្រធេរៈទាំងឡាយទៀតហើយមិនត្រឹមប៉ុណ្ណោះព្រះអង្គញ៉ាំងព្រះពុទ្ធសាសនាក្នុងសម័យរបស់ព្រះអង្គហ្នឹងឲ្យមកដល់ឥឡូវដែលយើងគ្រប់គ្នានឹងបានទៅថ្វាយបង្គំពុទ្ធស្ថានផ្សេងនឹងដែលថាដឹងថាកន្លែងនេះព្រះអង្គត្រាស់ដឹងកន្លែងនោះព្រះអង្គប្រសូតនឹងឯងដោយសារតែព្រះបាទអសោកនឹងដែរដែលព្រះអង្គបានចំណាយរាជសម្បត្តិធ្វើជាសសរស្ដំហើយតម្កល់ទុកកន្លែងនានានៅក្នុងប្រទេសឥណ្ឌានឹងអញ្ចឹងរឿងនេះលោកចង់បញ្ជាក់ថាអានិសង្សនៃការឃើញបុគ្គលឬសាមណៈដែលមានឥន្ទ្រីស្រកត់ស្រគំនឹងពីមុនជាអ្នកមិច្ឆាទិដ្ឋិប៉ុន្តែព្រះអង្គក៏លះបង់នៅមិច្ឆាទិដ្ឋិនឹងហើយមកតាមផ្លូវត្រូវវិញនឹងឯងគឺជាការសង្រួមឥន្ទ្រីរបស់សាមណៈការសង្រួមឥន្ទ្រីរបស់បព្វជិតនឹងគឺថាញ៉ាំងបុគ្គលដែលមិនទាន់មានសទ្ធានឹងក៏ឲ្យមានសទ្ធាបុគ្គលដែលមានសទ្ធាហើយឲ្យកាន់តែមានសទ្ធាក្រៃលែងឡើងទៀតអញ្ចឹងសាមណៈដែលមានសិលល្អសាមណៈដែលសង្រួមល្អសាមណៈដែលមានវត្តបដិបត្តិល្អនឹងតែញ៉ាំងជនទាំងឡាយដែលមិនទាន់ជ្រះថ្លានឹងឲ្យជ្រះថ្លាញ៉ាំងជនដែលជ្រះថ្លាហើយនឹងឲ្យរឹងរឹតតែជ្រះថ្លាទៀតដូចជារឿងអសោកមហារាជចឹងដែរពោសូមអនុមោទនា